Trong video này chúng tôi sẽ làm lại cho một bóng ổnអំពីសកម្មភាពជាយុទ្ធសាស្ត្រទាំង5របស់ថៃដើម្បីប្រឆាំងហើយនឹងបន្តកាន់កាប់ទឹកដីរបស់កម្ពុជាដែលថៃបានអនុវត្តในរយៈពេលថ្មីនេះទី1គឺការរៀបចំដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការអង្គការ UNESCO ទៅកាន់សារមន្ទីរជាតិទីក្រុងបាងកកហើយស្របពេលដដែលនោះនាយករដ្ឋមន្ត្រីថៃលោកអនុទិនឆាវរៈគុលក៏បានទៅបំពេញទស្សនកិច្ចនៅទីតាំងរមណីយដ្ឋានបេតិកភណ្ឌវប្បធម៌ពិភពលោកដូចជានៅស៊ីថេបជាដើមតើអ្វីទៅជាសកម្មភាពជាយុទ្ធសាស្ត្រជាគោលដៅអាចកំបាំងឬក៏ជាហេតុផលជំរុញនៃការរៀបចំដំណើរទស្សនកិច្ចមួយនេះគេត្រូវដឹងថាថៃបានចុះបញ្ជីប្រាសាទរបស់កម្ពុជាដែលថៃដណ្ដើមគ្រប់គ្រងកាន់កាប់ទាំងខុសច្បាប់ទៅក្នុងបញ្ជីបេតិកភណ្ឌជាតិរបស់ខ្លួនហើយលើកពីនេះថៃក៏បានរៀបចំពិធីសាសនាផ្សេងៗនៅតាមទីតាំងរមណីយដ្ឋានដែលថៃបានប្រើប្រាស់កម្លាំងដើម្បីគ្រប់គ្រងកាន់កាប់ហើយលើកពីនេះនៅក្នុងសង្គ្រាមរវាងកម្ពុជាថៃកាលពីឆ្នាំ2025ថៃបានបំផ្លាញប្រាសាទបុរាណជាពិសេសគឺប្រាសាទព្រះវិហារដែលត្រូវបានចុះបញ្ជីនៅក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោកតាមរយៈសកម្មភាពទាំងនេះគឺថៃរំលោភបំពានដោយផ្ទាល់ទៅនឹងគោលការណ៍ច្បាប់របស់ UNESCO ម្យ៉ាងទៀតវីដេអូដែលបង្ហាញពីការបាញ់បំផ្លាញប្រាសាទបុរាណរបស់ថៃត្រូវបានផ្សាយភាយនៅទូទាំងបណ្ដាញសង្គមទាំងនេះគឺប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសថៃធ្វើឲ្យកម្ពុជាមានប្រៀបខាងផ្នែកការទូតហើយនេះគេអាចយល់ថាតាមរយៈការរៀបចំដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការហើយនឹងការបង្ហាញពីឆន្ទៈរបស់ថៃនៅក្នុងការលើកកម្ពស់លើកតម្កើងសម្បត្តិបេតិកភណ្ឌវប្បធម៌ថៃមានគោលដៅដូចតទៅទី1ថៃកំពុងតែអនុវត្តនៅអ្វីដែលគេហៅថាជាការទូតវប្បធម៌ថៃកំពុងតែព្យាយាមបង្ហាញទៅកាន់អគ្គលេខាធិការអង្គការ UNESCO ថាថៃមិនមែនជាអ្នកបំផ្លាញទេក៏ប៉ុន្តែជាដៃគូដ៏សំខាន់នៅក្នុងការការពារនិងលើកតម្កើងបេតិកភណ្ឌវប្បធម៌ពិភពលោកបែបនេះគឺថៃរំពឹងថានឹងធ្វើឲ្យពាក្យបណ្ដឹងការដាក់ញត្តិផ្សេងៗរបស់កម្ពុជាទៅកាន់ UNESCO ពុំសូវមានឥទ្ធិពលហើយថៃខ្លួនឯងក៏ព្យាយាមទាក់ទាញចំណាប់អារម្មណ៍ទាក់ទាញការគាំទ្រពីអន្តរជាតិទី2ថៃកំពុងតែប្រើប្រាស់សម្បត្តិបុរាណវត្ថុបុរាណដែលប្រមូលពីទីតាំងនានានៅក្នុងតំបន់ទៅបង្ហាញហើយដើម្បីបង្កើននៅការអះអាងរបស់ខ្លួនថាសម្បត្តិទាំងនេះទឹកដីទាំងនោះប្រាសាទទាំងនោះវាគឺជារបស់ថៃពិតប្រាកដដោយអ្វីដែលអ្នកបានឃើញនៅក្នុងសារមន្ទីរនាពេលនេះទាំងរូបសំណាកទាំងវត្ថុបុរាណទាំងនេះគឺជាការប្រមូលយកមកពីទីតាំងទាំងនោះហើយនេះទឹកដីនិងប្រាសាទទាំងនោះគឺជារបស់ថៃហេតុផលទី3វាគឺជាការបង្កើនចលនាជាតិនិយមនៅក្នុងផ្ទៃក្នុងរបស់ថៃប្រទេសកម្ពុជានិងប្រទេសថៃមិនមែនមានត្រឹមតែជាចំនួនបូរណភាពទឹកដីនោះទេក៏ប៉ុន្តែថែមទាំងចំនួនខាងផ្នែកវប្បធម៌ថែមទៀតផងប្រទេសទាំងពីរប្រជាជននៃប្រទេសទាំងពីរតែងតែលើកឡើងទៅតាមបណ្ដាញសង្គមផ្សេងៗថានរណាជាអ្នកលួចរបស់នរណាអ្វីជារបស់ខ្មែរអ្វីជារបស់ថៃប្រាសាទណាជារបស់ខ្មែរប្រាសាទណាជារបស់ថៃនរណាជាអ្នកលួចជាអ្នកប្លន់ទឹកដីជាអ្នកប្លន់សម្បត្តិរបស់អ្នកណាហើយនេះសម្រាប់រដ្ឋាភិបាលរបស់លោកអនុទិនគឺព្យាយាមបង្ហាញឲ្យប្រជាជនថៃក្រុមអ្នកជាតិនិយមថៃនិងអ្នកវប្បធម៌និយមថៃយល់ថាអនុទិនគឺមានប្រៀបទៅលើប្រទេសកម្ពុជាទាំងផ្នែកវប្បធម៌ទាំងខាងផ្នែកយោធាហើយនិងទាំងខាងផ្នែកការទូតហើយលើពីនេះថៃចង់ព្យាយាមបង្ហាញថាខ្លួនមានវប្បធម៌មានប្រវត្តិសាស្ត្រដ៏យូរលង់ហើយគឺជាម្ចាស់ទឹកដីពិតប្រាកដនៅក្នុងតំបន់នេះគឺថៃកំពុងតែព្យាយាមបដូរពីចរទៅជាម្ចាស់ហើយបដូរពីម្ចាស់ទៅជាចរក៏ប៉ុន្តែប្រសិនបើយើងពិចារណាឲ្យស៊ីជម្រៅជាងនេះបន្តិចអ្វីដែលទីក្រុងបាងកកកំពុងតែគិតកំពុងតែយល់នោះគឺពួកគេយល់ថាតាមរយៈការអញ្ជើញអគ្គលេខាធិការអង្គការ UNESCO ទៅទទួលទានតែនៅក្នុងផ្ទះរបស់គេហាក់មានអារម្មណ៍ថា
ពាក្យបណ្ដឹងផ្សេងការរំលោភបំពានផ្សេងនឹងល្អប្រសើរក៏ប៉ុន្តែសហគមន៍អន្តរជាតិគឺមិនងងឹតងងល់តាមការលើកឡើងរបស់ថៃទេគេមានអំណាចគេមានរបាយការណ៍មានទិន្នន័យហើយនឹងមានការស្រាវជ្រាវច្បាស់លាស់ហើយគឺថៃគ្រាន់តែព្យាយាមបង្ហាញភាពស្អាតស្អំខណៈពេលដែលផុសតាំងជាក់ស្ដែងគឺថៃខ្លួនឯងបានបំផ្លាញប្រាសាទបុរាណរហូតដល់បំផ្លាញបេតិកភណ្ឌវប្បធម៌ពិភពលោកសកម្មភាពដែលជាយុទ្ធសាស្ត្រទី2ដ៏សំខាន់នោះគឺទាហានឈុតខ្មៅរបស់ថៃបានទៅបញ្ឈប់កសិករកម្ពុជាមិនអោយធ្វើស្រែហើយយោងតាមកាសែត Council English ការចោះទៅរបស់ទាហានឈុតខ្មៅថៃបំពាក់ដោយឧបករណ៍ GPS ហើយនឹងបានប្រាប់ចរចាជាមួយភាគីកម្ពុជាថាផ្អែកតាម GPS គឺកម្ពុជារំលោភចូលទឹកដីចូលនៅក្នុងតំបន់ដែលមានទំនាស់ឆ្លងបន្ទាត់ក្រហមហើយគេលើកឡើងថែមទៀតថាសកម្មភាពនេះគឺជាការរំលោភបំពានទៅលើអនុសារណៈឆ្នាំ2000យើងដឹងថានេះគឺជានយោបាយដែលគេហៅថា hypocrisy គឺសកម្មភាពផ្សេងមាត់ផ្សេងក៏ប៉ុន្តែការធ្វើផ្សេងវាគឺជាល្បិចកលរបស់ប្រទេសថៃខណៈពេលដែលថៃខ្លួនឯងកំពុងតែចង់លុបចោលអនុសារណៈនេះបែរជាយកអនុសារណៈនេះទៅគម្រាមកំហែងប្រជាកសិករក្រីក្រហើយឲ្យកម្ពុជាបញ្ឈប់ប្រជាកសិករមិនឲ្យភ្ជួររស់និងបង្កបង្កើនផលក៏ប៉ុន្តែតាមរយៈមធ្យោបាយនេះគេអាចយល់បានថាថៃបានគិតគូរពិចារណាល្អិតល្អន់ជាមុននឹងរៀបចំផែនការទៅបញ្ឈប់ការភ្ជួររស់របស់ប្រជាកសិករកម្ពុជាហេតុអ្វីពីព្រោះ GPS វាតំណាងឲ្យកិច្ចការបច្ចេកទេសតំណាងឲ្យការវាស់វែងដើម្បីបង្ហាញជាអំណះអំណាងនិងផុសតាងថាថៃធ្វើត្រឹមត្រូវចំណែក MOU ឆ្នាំ2000ថៃចង់បង្ហាញថាថៃខ្លួនឯងគោរពទៅតាមគោលការណ៍ហើយវាគឺជាក្របខ័ណ្ឌភាគីតែមួយគត់ដែលប្រទេសទាំងពីរអនុវត្តនៅក្នុងការកំណត់បង្គោលព្រំដែនគោកហើយអ្វីទៅថៃប្រើប្រាស់មធ្យោបាយទាំងនេះគេអាចយល់ថាថៃកំពុងតែព្យាយាមបង្កើតផុសតាងត្រៀមតតាំងជាមួយនឹងប្រទេសកម្ពុជានោះគឺសម្រាប់ថៃប្រសិនបើកម្ពុជាយល់ព្រមបញ្ឈប់សកម្មភាពមិនឲ្យប្រជាកសិករភ្ជួររស់តាមការទាមទាររបស់ថៃនឹងបានហេតុផលអះអាងថាតំបន់នោះវាមិនមែនជារបស់កម្ពុជានោះទេវាគឺជាតំបន់ដែលមានចំនួនហើយចាត់ទុកថាកម្ពុជាបានទទួលស្គាល់ថៃជាតំបន់មានចំនួនពីព្រោះគេអាចផ្ដល់ហេតុផលថាប្រសិនបើវាគឺជារបស់កម្ពុជាមានន័យថាគឺកម្ពុជាធ្វើជាម្ចាស់គ្រប់គ្រងដោយគ្មានការអាក់ខានជារៀងមកហើយនឹងបន្តតទៅក៏ប៉ុន្តែនៅពេលដែលកម្ពុជាយល់ព្រមទទួលយកលក្ខខណ្ឌកម្ពុជាយល់ព្រមបញ្ឈប់កសិករមានន័យថាថៃចាត់ទុកថាកម្ពុជាទទួលស្គាល់តំបន់នោះថៃជាតំបន់មានចំនួនក៏ប៉ុន្តែប្រសិនបើកម្ពុជាមិនព្រមថៃអនុវត្តនៅជំហានបន្តទៀតនោះគឺថាកម្ពុជារំលោភបំពានថាកម្ពុជាចង់បង្កនូវភាពតានតឹងជាមួយនឹងប្រទេសថៃកម្ពុជាចង់បញ្ឆេះសង្គ្រាមកម្ពុជារំលោភបំពាននៅអនុសារណៈនេះគឺពួកគេមានលេសយកលេសនេះថាកម្ពុជាមិនគោរពតាមអនុសារណៈដើម្បីឲ្យពួកគេអាចលុបចោលអនុសារណៈជាមួយនឹងប្រទេសកម្ពុជាហើយថៃក៏គិតទុកផងដែរថាតាមរយៈការចូលទៅបញ្ឈប់ប្រជាកសិករកម្ពុជានោះគឺគេអាចប្រកាសប្រាប់ប្រជាជនថៃប្រកាសប្រាប់អន្តរជាតិថាឃើញទេកម្ពុជាចង់បង្ករឿងកម្ពុជាចង់បង្កភាពតានតឹងបញ្ជូនកសិករទៅធ្វើស្រែនៅក្នុងតំបន់ដែលមានចំនួនក៏ប៉ុន្តែកម្ពុជាបានឆ្លើយតបប្រកបដោយភាពឆ្លាតវៃនោះគឺកម្ពុជាបញ្ឈប់កសិករមិនអោយធ្វើស្រែក៏ប៉ុន្តែក្រោមហេតុផលថាដើម្បីរក្សាសន្តិភាពស្ថិរភាពហើយនឹងដើម្បីបញ្ជាសង្គ្រាមក៏ប៉ុន្តែតំបន់នោះវានៅតែជាទឹកដីរបស់កម្ពុជាសម្រាប់ថៃគេអាចទទួលបានព័ត៌មាននេះគេទទួលបានជោគជ័យយកទៅថតបង្ហាញអួតប្រាប់ប្រជាជនគេហើយគេទទួលបានជ័យជំនះនៅក្នុងការបញ្ឈប់ប្រជាកសិករកម្ពុជាក្នុងការបញ្ឈប់ត្រាក់ទ័ររបស់កម្ពុជាក៏ប៉ុន្តែការបញ្ឈប់ត្រាក់ទ័រមិនមែនមានន័យថាជាការលុបចោលនៅផែនទីបារាំងសៀមឬក៏មិនមែនមានន័យថាធ្វើឲ្យតំបន់នោះទីតាំងនោះលែងคล้ายទៅជារបស់កម្ពុជានោះទេសកម្មភាពដែលជាយុទ្ធសាស្ត្រសំខាន់ទី3របស់ថៃ
នោះគឺសភារបស់ថៃបានផ្ដល់អនុសាសន៍ឲ្យលុបចោលអនុសារណៈឆ្នាំ2000ជាមួយនឹងប្រទេសកម្ពុជាដើម្បីលុបចោលអនុសារណៈនេះសភារបស់ថៃប្រើហេតុផលពីរទី1គេប្រើគោលការណ៍ថា why ad initio គឺថាគោលការណ៍អនុសារណៈនេះគ្មានសុពលភាពចាប់តាំងពីការចាប់ផ្ដើមមកគ្មានសុពលភាពឬក៏ខុសទៅនឹងរដ្ឋធម្មនុញ្ញដោយសំអាងទៅលើហេតុផលថាសភារបស់ថៃនាពេលនោះក្នុងឆ្នាំ2000មិនបានផ្ដល់សច្ចាប័នមិនបានអនុម័តគ្រាន់តែទទួលស្គាល់តែប៉ុណ្ណោះលេសទី2ដែលថៃចង់លុបចោលនោះគឺថៃប្រើគោលការណ៍ retrospective nullification គឺចាត់ទុកថាកិច្ចព្រមព្រៀងនោះវាគឺជាកិច្ចព្រមព្រៀងដែលមិនយកជាការបានដោយសារវាសំអាងតែទៅលើផែនទីសន្ធិសញ្ញាបារាំងសៀមដែលបានកំណត់តាំងពីអតីតកាលមកជាផែនទីដែលថៃមិនទទួលស្គាល់ក៏ប៉ុន្តែតើអ្វីទៅជាហេតុផលពិតប្រាកដដែលថៃចង់លុបចោលអនុសារណៈនេះដែលថៃខ្លាចអនុសារណៈនេះគេត្រូវដឹងថាអនុសារណៈឆ្នាំ2000គឺភ្ជាប់ជាមួយនឹងផែនទីឧបសម្ព័ន្ធមួយភ្ជាប់ជាមួយនឹងសន្ធិសញ្ញាបារាំងសៀមដែលនោះគឺតាមរយៈផែនទីនេះហើយតាមរយៈឯកសារនេះហើយដែលកម្ពុជាឈ្នះក្តីឆ្នាំ1962ថៃយល់យ៉ាងច្បាស់ថាមិនថាកាត់ក្តីពេលណានោះទេមិនថាឆ្នាំ2028ឆ្នាំ2030ឬក៏ពេលណានោះទេគឺតុលាការអន្តរជាតិនៅតែប្រើប្រាស់ផែនទីនិងគោលការណ៍ដដែលបើប្រើប្រាស់ផែនទីនិងគោលការណ៍ដដែលមានន័យថាកម្ពុជានឹងបន្តឈ្នះជារៀងរហូតពីព្រោះអន្តរជាតិមិនអាចកាត់ក្តីហុកពី2003ឲ្យកម្ពុជាឈ្នះស្រាប់តែកាត់ក្តីម្ដងនេះបែរជាបកស្រាយទៅផ្សេងទៅទេវាគឺជានិយមនីតិវិធីគោលការណ៍ដែលបន្តជារៀងរហូតការសម្រេចសេចក្តីយ៉ាងណាគឺបន្តប្រើប្រាស់តាមគោលការណ៍យ៉ាងនោះម្ល៉េះហើយថៃដឹងថាมันអាចយកឈ្នះប្រទេសកម្ពុជាបាននោះទេហេតុនេះទៅចង់លុបចោលអនុសារណៈនេះហើយតាមរយៈការលុបចោលអនុសារណៈថៃរំពឹងថាខ្លួនក៏នឹងលុបចោលនៅការបោះបង្គោលព្រំដែនជាមួយនឹងប្រទេសកម្ពុជាដែលរដ្ឋាភិបាលខ្លួនបានអនុវត្តនិងបានធ្វើរយៈពេលជាង20ឆ្នាំមកនេះហើយជាពិសេសគឺនៅពេលដែលថៃចូលកាន់កាប់ចូលមកជ្រៅនៅក្នុងទឹកដីរបស់កម្ពុជានោះគឺអ្វីដែលគេរំពឹងគឺនឹងរៀបចំបង្កើតគោលការណ៍ថ្មីហើយនឹងបោះបង្គោលព្រំដែនសាជាថ្មីហើយលើពីនេះថៃក៏មានហេតុផលកាន់ផែនទីជាឯកតោភាគីហើយបង្ហាញប្រាប់ប្រជាជនខ្លួននិងអន្តរជាតិថាគឺកម្ពុជាចូលមកក្នុងទឹកដីរបស់ថៃក៏ប៉ុន្តែប្រសិនបើយើងពិចារណាគិតវិភាគទៅលើរឿងនេះឲ្យស៊ីជម្រៅបន្តិចយើងអាចយល់ថាថៃមិនអាចលុបចោលអនុសារណៈមិនអាចលុបច្បាប់ចោលហើយធ្វើទុកជាគ្មានច្បាប់សម្រាប់ដោះស្រាយចំនួនរវាងកម្ពុជានិងថៃនោះទេសកម្មភាពដែលជាយុទ្ធសាស្ត្រធំទី4របស់ថៃในរយៈពេលថ្មីនេះនោះគឺការបង្អួតអាវុធការវឹកហាត់សមយុទ្ធបាញ់គ្រាប់ពិតនៅទល់មុខព្រំដែនដែលជាប់ជាមួយតំបន់មានចំនួនជាមួយនឹងប្រទេសកម្ពុជាហើយអ្វីថៃបង្អួតអាវុធបង្អួតពីការបង្ហោះដ្រូនធ្វើការបាញ់គ្រាប់ពិតហើយនឹងត្រៀមសម្រាប់ធ្វើសង្គ្រាមធំបង្អួតអាវុធថ្មីតើអ្វីទៅជាគោលដៅនិងគោលបំណងរបស់ថៃនៅក្នុងការបង្ហាញនៅសភាវុធទាំងអស់នេះហើយនឹងការបង្អួតកម្លាំងដាក់ប្រទេសកម្ពុជាគេត្រូវដឹងថាសភាថៃក្រុមអ្នកជំនួញថៃទៅតែបានរអ៊ូរទាំដាក់រដ្ឋាភិបាលថៃថាប្រទេសថៃបាត់បង់ទីផ្សារទៅឲ្យប្រទេសចិនទៅឲ្យប្រទេសវៀតណាមហើយថៃកំពុងតែខ្វះខាតកម្លាំងពលកម្មតែនេះវាគឺបង្ហាញពីភាពបរាជ័យភាពទន់ខ្សោយរបស់រដ្ឋាភិបាលអនុទិននៅក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចហេតុនេះហើយទើបអនុទិនបង្ហាញសាច់ដុំឲ្យពួកគេមើលឃើញថារដ្ឋាភិបាលកំពុងតែគិតគូរពីទឹកដីហើយការខាតបង់ការលះបង់របស់ពួកគេគឺជាថ្នូរមកវិញជាការទទួលបាននៅអធិបតេយ្យភាពពេញលេញជាការគម្រាមកំហែងទៅលើប្រទេសជិតខាងហើយលើពីនេះថៃក៏កំពុងតែបង្ហាញកម្លាំងបង្អួតកម្លាំងដាក់ប្រទេសកម្ពុជាចង់បង្ខំឲ្យកម្ពុជាចរចាទ្វេភាគីហើយយើងអាចយល់រឿងទាំងនេះបានតាមរយៈការធ្វើតេស្តរបស់អតីតរដ្ឋមន្ត្រីក្រសួងការបរទេសថៃគឺលោក Kasit Phirongya
แต่โลกคาเซตบานเลิกลางเจียยกบอลตามตัวไทยได้จากการฝึกแต่สารบ้องดำใบจงดังปฏิกรรมปีกัมพูชีให้นึงปฏิกรรมปีประเทศจนไทยรู้คือสนาไอรัฐบิบาลอันตินกัวแต่ดักคล้วนสมจอใจจมวยนึงประเทศกัมพูชีนี่คือไทยเชียเยียมรีบจอมยุทธศาสตร์จรามสตัวกรบวิธีศาสตร์เพื่ออย่างนั้นดำใบจงเชนประเทศกัมพูชีกับปัญหาประสานใบเยือนศึกษาอัมพียุทธศาสตร์ระบบไทยวิธีศาสตร์ระบบไทยการบังคับสเปียวุฒิบังคับโตรนเวกือเจียสกรรมเพียบนรูจมพวงมุกกัมราดำใบบังคับจากการประจีจวนไทยแต่ปนอกไทยแต่งแต่ฟื้นแบบนี้จะเรียงรอเปลได้ไทยเมียนปัญหาจมูกหนึ่งประเทศจิตขานไทยเวเจียสกรรมเพียบได้ไทยฟื้นล้างเจียดได้ละได้สลายล้างหรือก็เลิกล้างจะแฮปพอลทากาเปียอัฐบไตเพียบระบอบจีนสกรรมเพียบตีปรัมได้กวยกอบสมควรนกคือไทยเรียบจอมคือสมยุทธโยเทียจมูกหนึ่งประเทศจันตอนจำนวนนี้ประเทศเจือนกัมพูชีจิจรันไอหนึ่งโยธาจันบานกบฏประเทศกัมพูชีหรือก็จันความโตไทยจันอย่างนี้จันอย่างนุกกับปัญหายืนศึกษายืนเตาสวายโยธาจันคือเจียประเทศมหาอำนาจมุ้ยจันเนื้อลุสับเปียวุฒิต่อไทยแฮนนี่หายกลายเป็นลุอาวุธต่อเก๋คือจันเตาแต่บ่งเรียนเก๋บ่งวัดเก๋ปีระเบียบในการประกาศที่เพราะบารัฐบิบาลจันมันเราตีสาอ้อยกรมพลผลัดสเปียวุฒิผลัดโตรนระบาจันรูปกำนันเศรษฐกิจระบาจันก่อนมันรีจำรานคลังรู้ได้ต่อไปเยอะมันเตาโยธาการได้จันทือสองยุทธจมูกไทยเมียนในถ่ายจันความโตไทยเลยปัญหาตรงแดนดูเตจันเมียนโกดาวตั้งรังหนึ่งเจี๊ยเละมุ้ยนั่นคือการกรบได้ขาดจมปัวปรณะเพียบตึกใดหนึ่งอัฐบไตเพียบระบอบรัฐให้จมรุ่งรัฐเพียกีตึงปีดอกสายโดยไปติดตามกูการยุบยลหรือกอบปราวิธีศาสตร์โดยสันติวิธีอย่างเตี้ยประกอบนาทายจันขนมเนียมเจียมหามนายคือเราแต่ขึ้นกูปีพอลประย้อยบังการอัตโประบอกลุ้นเจียดิไซน์คือแต่เลยประเทศในกำปุงแต่เมียนจุ่มลวก